សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះដែរខ្ញុំមកវិភាគទីផ្សារនិងដាក់តំបន់ទិញលក់ជូនបងប្អូនទាំងអស់គ្នាអញ្ចឹងយើងមកមើលទីផ្សារមកព្រឹកមិញខ្ញុំបានវិភាគផុសជាមួយនឹង TikTok ម្ដងហើយអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកវិភាគម្ដងទៀតបើសិនជាយើងមើលកន្លែងនេះគឺទីផ្សារវាបាន break ចុះហើយចូលវិញព្រឹកមិញក៏យើងបាននិយាយគ្នាដែរប៉ុន្តែវាទៅជាមួយនឹង resistance ខាងលើនេះវាធ្វើការចុះមកវិញ break ខាងក្រោមនេះហើយឡើងទៅវិញអត់ដល់ resistance ទេហើយវាចុះមកមួយជើងទៀតអត់ដាច់ទៅជើងក្រោមអញ្ចឹងវាធ្វើការឡើងទៅវិញអញ្ចឹងបើសិនជាទីផ្សារនឹងឡើងមកដល់តម្លៃ46.18វាអត់បែកទេវានឹងធ្វើការចុះមកវិញហើយខ្ញុំក៏ដាក់ជា0 sell នៅម្ដុំហ្នឹងដែរក៏ប៉ុន្តែយើងអត់អាចហូរវែងបានទេត្រឹម4 5លេខឬក៏6លេខហើយយើងកាត់ TP មកហ្នឹងហើយអញ្ចឹងបើសិនជាទីផ្សារហ្នឹងវាមកដល់វាអត់ break ខាងលើហ្នឹងទេវានឹងធ្វើការចុះមកវិញហើយបើសិនជាមកមួយជើងទៀតនៅតែមិនដាច់កន្លែងហ្នឹងវានឹងធ្វើការឡើងទៅវិញដើម្បីយកកម្លាំងចុះមកខាងក្រោមអញ្ចឹងតំបន់ដែលយើងរងចាំទិញគឺព្រឹកមិញខ្ញុំបានដាក់នៅខាងក្រោមនេះចាំតិចខ្ញុំបានដាក់នៅខាងក្រោមនេះឲ្យបងប្អូនទាំងអស់គ្នាចាំទិញគឺនៅតម្លៃ$4,571ក្នុងមួយអោនបើសិនជាគិតជាតលឹងវា$5,507ក្នុងមួយតលឹងហើយតំបន់លក់របស់យើងនេះគឺនៅ$4,618ក្នុងមួយអោនបើគិតជាតលឹងវា$5,063ក្នុងមួយតលឹងតែបើសិនជាទីផ្សារនឹងវាឡើងដល់ខាងលើហ្នឹងយើងរងចាំលក់នៅតម្លៃ46វាត្រូវជា$4,652ក្នុងមួយអោនបើយើងគិតជាតលឹងវា$5,604ក្នុងមួយតលឹងយើងចាំលក់នៅហ្នឹងក៏ប៉ុន្តែនៅពេលទីផ្សារឡើងដល់តម្លៃហ្នឹងយើងអាចលក់ភ្លាមបានទេយើងមើលអំពីកម្លាំងរបស់ទីផ្សារហ្នឹងថាវានៅមានកម្លាំងរុញច្រានទៅខ្លាំងទៀតអត់បើសិនជាវានៅមានកម្លាំងរុញច្រានទៅខ្លាំងទៀតយើងក៏បាននឹងធ្វើការលក់ដោយសារតែមាសបច្ចុប្បន្ននេះគឺវាបុកឡើងខ្លាំងពេកអញ្ចឹងលក់រយៈពេលវែងគឺអត់កើតទេយើងអាចយកខ្លីៗបានក៏ប៉ុន្តែវាឡើងដល់ហ្នឹងយើងចាំមើលវាសិនហ្នឹងហើយតម្លៃទិញរបស់យើងគឺខ្ញុំនិយាយឲ្យមិញហើយប៉ុន្តែបើសិនជាតម្លៃទិញរយៈពេលយូរ long term គឺខ្ញុំ recommend ឲ្យបងប្អូនអ្នកគ្នាទិញនៅតម្លៃ4,500 គុតក្នុងមួយអោន4,500គុតក្នុងមួយអោនបើយើងគិតជាតលឹងវាស្មើនឹង$5,421ក្នុងមួយតលឹងហ្នឹងហើយដោយសារអីដោយសារថាយើងមើលមក4ម៉ោងមកហើយយើងវាយ Fibonacci យើងឃើញថាតំបន់ហ្នឹងគឺជាតំបន់618គុតដែលខ្ញុំធ្លាប់ធ្វើវីដេអូឲ្យបងប្អូនអ្នកគ្នាមើលកាលពីមុនមកបងប្អូនអ្នកគ្នាប្រកាសជាដឹងហើយគឺតំបន់ហ្នឹងគឺសម្រាប់ការទិញគឺល្អហ្មងតំបន់618គុតហ្នឹងហើយអញ្ចឹងថ្ងៃហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ចែករំលែកជូនបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនអ្នកគ្នាមានចំណាប់អារម្មណ៍អីអាចតំណមកខ្ញុំបានតាមលេខទូរស័ព្ទខាងលើនេះហើយនេះគឺជា username Telegram របស់ខ្ញុំ account TikTok អូខេបាយបាយបងប្អូនអ្នកគ្នា